រាសីមនុស្សដែលកើតចំឆ្នាំកុរនៅក្នុងខែធ្នូខែ12គឺមើលឃើញថាមានលក្ខណៈមានសំណាងចន្លោះរហូតដល់60%បងប្អូនដែលកើតចំឆ្នាំកុរចូលរួមអបអរសាទរខ្លួនឯងត្រូវតែបង្កើតស្នាដៃនិងគំនិតថ្មីៗដើម្បីជីវិតដើម្បីទទួលបាននៅរឿងល្អៗរឿងហេងនិងរឿងវិជ្ជមានជាច្រើនចូលក្នុងជីវិតរឿងឆុង40%ទៀតយើងអាចរៀបចំដើម្បីលុបបំបាត់នៅក្នុងខែ12នឹងបានបងប្អូនរៀបចំបែបធម្មជាតិធម្មតាក៏បងប្អូនទទួលបាននៅរឿងសំណាងល្អហ្នឹង40%ផងដែរបងប្អូនចង់ដឹងដែរទេថាមនុស្សដែលកើតចំឆ្នាំកុរថារឿងរ៉ាវសំណាង60%នៅក្នុងខែ12ទទួលបាននៅរឿងអីខ្លះបងប្អូនកុំភ្លេចតាមដានវីដេអូមួយនេះរហូតដល់ចប់បងប្អូនជួយចុច Subscribe Like Share ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗជារៀងរាល់ថ្ងៃអញ្ចឹងខ្ញុំសូមជំរាបជូនបងប្អូនថាបងប្អូនដែលកើតចំឆ្នាំកុរនៅក្នុងខែ12ខែធ្នូហ្នឹងគឺមើលឃើញថាបងប្អូនហេង60%បងប្អូនអាចថានឹងមានសំណាងក្នុងការងារធូរស្បើយជាងខែ11បងប្អូនមានអារម្មណ៍ថាធ្វើអីវាកាក់កបជាងខែ11ឬក៏រឿងសំណាងហ្នឹងវាល្អជាងខែ11តែម្ដងបងប្អូន បងប្អូនធ្លាប់តែជួបនៅរឿងលំបាកជាច្រើនក៏ប៉ុន្តែចូលមកដល់ខែ12នេះបងប្អូនវាធូរស្បើយដៃជើងតិចតួចហើយបើនិយាយអំពីទស្សនវិជ្ជានៅក្នុងការងារវិញបងប្អូនអាចថារៀងធូរស្បើយអំពីបញ្ហាឬក៏ចាប់ផ្ដើមបង្កើតគម្រោងដើម្បីទទួលបានលទ្ធផលនៅចុងខែ12នឹងតែម្ដងបងប្អូនអាចរៀបចំសំណាងទៅតាមនឹងបានហើយហើយស៊ីក៏ថាមានភ្ញៀវចេញចូលក៏ចំណេញលើសនឹង10%ផងដែរអំពីទឹកប្រាក់អីចឹងទៅអញ្ចឹងខ្ញុំសូមជំរាបប្រាប់ខ្លីៗខ្លឹមៗបែបហ្នឹង ហើយបងប្អូនចង់ផ្ទុះលាបទស្សនាងទៅបងប្អូនរៀបចំកម្មផ្សាយដៃនាំលាភនាំជ័យគេហៅថាមានកម្មផ្សាយដៃដែលត្រូវធាតបងប្អូនដែលពាក់ទៅប្រចាំខែ12គឺត្រៀមទទួលផលហើយកុំឲ្យឆុង40%ហ្នឹងបងប្អូនរៀបចំបានហើយយើងពាក់ទៅគុំធាតទៅតាមថ្ងៃខែឆ្នាំកណើតគឺដឹងតែហេងតែម្ដងហើយទទួលបានផលល្អនៅក្នុងជីវិតបងប្អូនទៀតផងអញ្ចឹងខ្ញុំសូមជំរាបប្រាប់បន្តទៀតផងដែរអំពីមនុស្សការចាំឆ្នាំកុរនៅក្នុងខែ12នេះបងប្អូនគួរតែខន្តីអារម្មណ៍កុំឆេវឆាវ ឬទីមួយគឺឲ្យបងប្អូនចេះឆាវទេបើសិនជាបងប្អូនចេះឆាវនោះរឿងអាក្រក់រឿងអវិជ្ជមានទាំងឡាយនឹងរត់មករកបងប្អូនកាន់តែច្រើនព្រោះលេខបងប្អូនឆុងនឹងឆេវឆាវឆុងនឹងផ្លូវអារម្មណ៍ផ្លូវចិត្តអញ្ចឹងកត្តាទីមួយដើម្បីឲ្យទទួលបានលទ្ធផលល្អនឹងរឿង20-60%ហ្នឹងបងប្អូនរៀនរងាប់អារម្មណ៍ផ្លូវចិត្តបងប្អូនទី1កុំចេះឆាវទី2កុំបង្កចំនួនទី3រៀននិយាយពាក្យណាដែលល្អល្អ ផ្អែមល្ហែមទៅអ្នកដទៃមិនថាអ្នកនោះធ្លាប់ជាសត្រូវជាមួយយើងមិនថាអ្នកនោះធ្លាប់ជាមនុស្សមានទោសvớiយើងពីមុនទេយើងប្រកាន់ភ្ជាប់ខ្លួនយើងដោយរបៀបស្ងៀមស្ងាត់ដោយរបៀបដែលមិនបង្កចំនួននិងធ្វើអារម្មណ៍ខ្លួនឯងក្តៅកាហាយក្នុងខែ12នឹងមានអ្នកមកឲ្យបងប្អូនក្តៅកាហាយមិនថាក្នុងក្រុមគ្រួសារកន្លែងការងារនៅកន្លែងរកស៊ីទេអញ្ចឹងបើបងប្អូនទប់បានបងប្អូននឹងទទួលបានរឿងហេងទាំងអស់នោះ60%តែបងប្អូនទប់មិនបានទេ60%នោះនឹងកាត់ផ្តាច់ចេញពីជីវិតបងប្អូនដូចគ្នាដែរ អញ្ចឹងខ្ញុំសូមជម្រាបប្រាប់អំពីអារម្មណ៍និងគេហៅថាសេចក្តីដែលសន្តានចិត្តល្អមនុស្សបងដែលកើតចំឆ្នាំកុរអញ្ចឹងមើលកាត់ឆ្នាំកុរឃើញថាការលះបង់ច្រើននៅក្នុងខែ12ក៏ប៉ុន្តែអត់មានអ្នកណាមើលឃើញទេផ្លូវចិត្តផ្លូវអារម្មណ៍ចូលចិត្តជួយគេជួយឯងក៏លក្ខណៈថាអត់មានអ្នកខ្វាយខ្វល់ណាគេថាយើងបកកែយកមុខបកកែសម្ដែងហើយជីវិតអាចវិតយើងវាលំបាកហើយណាយើងអត់ចង់ឲ្យគេលំបាកដូចយើងឯងខំទៅជួយគេ ប៉ុន្តែអាការជួយយើងហ្នឹងគឺគេមើលអត់ឃើញទេបែបជាគេថាយើងនឹងចេះថាយើងចោះទៅវិញអញ្ចឹងបងប្អូនខែ12ស្ងៀមស្ងាត់ទៅជាខ្ញុំដើម្បីទទួលបាននៅរឿងល្អហ្នឹង60%ធ្វើអត់បានល្អទេបើបងប្អូនទៅជួយគេទៅមានចិត្តមានថ្លើមអីហ្នឹងគឺជឹងលេខបងប្អូនកាលឆ្នាំកលហ្នឹងគឺអត់ទទួលបានសំណាងទេគេមើលអត់ឃើញទេអញ្ចឹងខ្ញុំសូមជម្រាបប្រាប់អំពីទស្សនវិជ្ជាទូទៅនៅក្នុងការងារវិញបងប្អូនប្រកបការងារមិនថានៅក្នុងស្ថាប័នមិនថាក្នុងក្រុមហ៊ុនទេ បើសិនជាបងប្អូនមានគម្រោងស្នាដៃត្រូវបញ្ចេញនៅក្នុងខែ12នេះបងប្អូនបញ្ចេញទៅលទ្ធផលល្អរហូតទៅដល់75%នៅក្នុងការបញ្ចេញស្នាដៃហើយសមិទ្ធផលបងប្អូននឹងទទួលបាននៅចុងខែ12ហ្នឹងអាចនឹងថាឡើងលុយឡើងកាក់ចឹងទៅឡើងតួនាទីឋានៈចឹងទៅអញ្ចឹងបងប្អូនអាចរៀបចំបាននៅក្នុងហ្នឹងអញ្ចឹងក៏នឹងមានសំណាងនៅក្នុងការងារ75%ក៏ប៉ុន្តែត្រូវតែចងចាំអំពីអ្វីដែលខ្ញុំហាមឃាត់ដើម្បីទទួលបានរឿងល្អហេហ្នឹង75%ហ្នឹងចូលមកកាន់ជីវិត ចឹងងាយទេបងប្អូនតមសម្ដីតមអារម្មណ៍តមកាយវិការបងប្អូនទៅហើយធ្វើម៉េចរស់នៅដែលស្ងៀមស្ងាត់ធ្វើការដែលស្ងៀមស្ងាត់ទទួលបាននឹងល្អហើយតែនៅក្នុងនោះបងប្អូនគួរតែប្រយ័ត្នមនុស្សដែល
ភេទដូចបងប្អូនស្រីប្រយ័ត្នស្រីប្រុសប្រយ័ត្នប្រុសក្នុងក្រុមការងារនឹងមានអ្នកបបែកជើងខ្វាយគំនិតបងប្អូនអញ្ចឹងបងប្អូនពិបាកហើយបើមិនផ្ទុយភេទតិចតួចទេរឿងឆុងនឹងប៉ុន្តែបើភេទដូចនេះគឺឆុងសាហាវណាស់ក្នុងកន្លែងការងារអញ្ចឹងបងប្អូនគួរតែប្រយ័ត្នឲ្យមែនតើហើយសម្រាប់រឿងរ៉ាវបកគលកាឆ្នាំកបើសិនជាបងប្អូនជាថ្នាក់លើអាចនឹងថាបងប្អូនមានអារម្មណ៍តានតឹងផ្លូវអារម្មណ៍ខ្លាំងចំពោះកូនចៅគឺតែកូនចៅថ្នាក់ក្រោមក៏លុកកឆាបងប្អូនខ្លាំងណាស់ធ្វើឲ្យបងប្អូននឹងដែលជាមេគេជាថ្នាក់លើគឺមានអារម្មណ៍ថាការងារដូចជាមិនសូវរលូនតឹងទ្រូងចឹងទៅអញ្ចឹងបងប្អូនគួរតែរៀបចំគម្រោងថ្មីៗដើម្បីឲ្យកូនចៅថ្នាក់ក្រោមនឹងធ្វើបន្តទៀតដើម្បីកុំឲ្យបង្កបញ្ហាមកកាន់ជីវិតយើងឬក៏កន្លែងការងារយើងព្រោះពេលដែលការងាររាំងស្ទះយើងអារម្មណ៍ជាមេជាថៅកែជាដឹកនាំគឺអារម្មណ៍មិនល្អទេមានអារម្មណ៍ម្ដងទៅក៏ឆេះឆាយទៅម្ដងក៏តបប្រមាថទៅម្ដងក៏ធុញថប់ទៅវាធ្វើអាហ្នឹងវាកាត់ហេងយើងពេលដែលកាត់ហេងយើងអារឿងដែលសំណាងត្រូវទទួលបានក៏អត់ទទួលបានដែរអញ្ចឹងរឿងរ៉ាវប៉ុណ្ណឹងហើយសម្រាប់ការរកស៊ីវិញការរកស៊ីបងប្អូនគួរតែរៀបចំកន្លែងលក់ដូរលក្ខណៈថាបងប្អូនធ្លាប់តែដាក់របស់របរលក់នៅខាងឆ្វេងដៃបងប្អូនដូរមកស្ដាំដៃបងប្អូនធ្លាប់ដាក់ខាងស្ដាំដៃបងប្អូនដូរមកឆ្វេងដៃធ្វើឲ្យកន្លែងលក់ដូរបងប្អូនមានចលនានិងសកម្មដើម្បីសូកទាញភ្ញៀវ 60% ដែលហេងនឹងចូលមកកាន់កន្លែងលក់ដូរយើងអញ្ចឹងយើងនឹងទទួលបានសំណាងទាំងអស់ហ្នឹងហើយក្នុងនោះបងប្អូនអាចនឹងជួបប្រទះនៅរឿងគេចូលមកសួរអវ៉ាន់ហើយគេដើរចេញគេចូលមកសួរការលក់ដូរហើយគេដើរចេញដូចជាគេថាដើមលងក្នុងការរកស៊ីហ្នឹងក្នុងខែ12ហ្នឹងជើងលេខគឺបែបហ្នឹងអញ្ចឹងដើម្បីតាក់ភ្ញៀវបងប្អូនធ្វើតាមខ្ញុំតិចតួចទៅឬក៏ពាក់កម្មផ្សេងដៃនំលៀបនំហេងនំចេញទៅគឺភ្ញៀវចូលមករកបងប្អូនច្រើនហើយមួយវិញទៀតទោះជាគេចង់ធ្វើអំពើបិទផ្លូវល្ងិតបិទអីកន្លែងរកស៊ីបងប្អូនក៏ធ្វើឲ្យកើតដែរហើយជាស័យបងប្អូននឹងបើកចាប់ពីចុងឆ្នាំហ្នឹងទៅតែម្ដងចឹងបងប្អូនអាចរៀបចំឲ្យខ្ញុំបានឬក៏បងប្អូនមានអារម្មណ៍ថាពិបាកខ្លាំងមែនទែនក្នុងការរកស៊ីលក់ដូរបងប្អូនអាចយកអំបិលគោះបាយនៅមុខកន្លែងរកស៊ីប៉ុត3ក្តាប់ទៅហើយបងប្អូនមានអារម្មណ៍ថាអត់ស្រួលខ្លួនទេតបប្រមល់ខ្លាំងណាស់ធុញថប់ណាស់ក្នុងជីវិតបងប្អូនបើចេះហូបតប៉ែខ្មៅខ្ញុំជំរាបប្រាប់តប៉ែខ្មៅបងប្អូនយកមកហូបមកហូបស្មានណាក៏បានដែរគឺហូបអត់មានអារម្មណ៍ឡងគឺហូបតប៉ែខ្មៅពួកអត្តពលនៃចំហាយតប៉ែខ្មៅហ្នឹងគឺវាបន្សាបនៃពពាកពួកអមនុស្សបានវាធ្វើឲ្យយើងនឹងគេចផុតពីរឿងរ៉ាវមកបានបិទមុខឬក៏រឿងរ៉ាវដែលយើងមើលមិនឃើញបានវាបញ្ចេញឥទ្ធិពលពីក្នុងខ្លួនយើងមកក្រៅឲ្យពួកនឹងបានទេអញ្ចឹងបងប្អូនអាចហូបតែបាយខ្មៅទៅដើម្បីធ្វើឲ្យធម៌ពលក្នុងខ្លួនវាចំហេះឡើងដើម្បីប្រសាពួកមនុស្សហ្នឹងហើយមួយវិញទៀតអំពីទស្សនវិជ្ជាក្នុងក្រុមគ្រួសារឃើញថាមានភាពអត់យកចិត្តអត់យកថ្លើមប្រមាណទេហើយយើងធ្វើអីចឹងពេលខ្លះក៏មានចំនួនទៅហើយវាដូចជាអត់យល់គ្នាក្នុងក្រុមគ្រួសាររស់នៅមួយគ្នាសោះហ្នឹងជាពុកម្ដាយបងប្អូនសាច់ញាតិចឹងទៅបើយើងរស់នៅជុំគ្នាទៅជីដូនជីតាទៅអត់យល់គ្នាមានតែពាក្យគេហៅថាប្រកែកសម្ដីគ្នាអារម្មណ៍ផ្លូវចិត្តយើងអត់ដើរទៅជាមួយគ្នាហើយធ្វើអីចេះតែលកម្មលកុសជាមួយគ្នាចឹងទៅអញ្ចឹងនៅក្នុងក្រុមគ្រួសារប្រយ័ត្នមែនតើអាចរក្សាស្ងៀមស្ងាត់នេះគន្លុះឲ្យបានហើយទប់អារម្មណ៍មែនតើនៅចុងឆ្នាំ2025ខែ12ហ្នឹងហើយអំពីរឿងរ៉ាវទស្សនវិជ្ជាដោយកាក់វិញឃើញថាឃើញចំណូលចូលចំណាយចេញចំណូលចូលចំណាយចេញសល់តិចតួចបំផុតសឹងតែពេលខ្លះអត់សល់ទៀតអញ្ចឹងកន្លែងហ្នឹងបងប្អូនគួរតែប្រយ័ត្នវិធីដោះស្រាយគឺត្រូវតែរៀនវែកញែករៀនបែងចែកអំពីចំណូលចំណាយបានច្បាស់លាស់មុននឹងចាយវានឹងធ្វើអីមួយកុំចាយវាខុសគោលដៅអញ្ចឹងហិរញ្ញវត្ថុបងប្អូននឹងធ្លាក់ចុះទៅតាមទូរស័ព្ទបងប្អូននៅក្នុងខែ12នឹងជាមិនខានហើយសម្រាប់អំពីរឿងរ៉ាវស្នេហាឃើញថាមានភាពចំណងចម្រាស់គ្នាក៏ពិតមែនក៏ប៉ុន្តែក្នុងនោះបងប្អូនអាចសម្រួលគ្នាមកវិញបានជាប្តីជាប្រពន្ធគួរតែសម្រួលគ្នាកុំងាកសំឡេងសំបាយសម្រួលគ្នាមកត្រូវគ្នារស់នៅជាមួយគ្នាតទៅមុខទៀតបានគូសង្សារក៏ដូចគ្នាដែរបើឆ្លោះគ្នាខ្លាំងសំបាយគ្នាយើងកតាយើងទូរស័ព្ទយើងអាចសម្រួលគ្នាបានដូចគ្នានឹងត្រូវរើគ្នាវិញហើយសម្រាប់អ្នក single អាចនឹងរកដៃគូសម្រាប់ស្នេហាបងប្អូនគឺនៅក្នុងនោះហើយបងប្អូនគួរតែប្រយ័ត្នមែនទែនអំពីមនុស្សបោកប្រាស់អ្នកនៅ single ឃើញថាជាងលេខអត់ទាន់ជួបគូពិតទេនៅតែជួបមនុស្សបោកប្រាស់ចឹងអញ្ចឹងអាចថាលក្ខណៈបងប្អូននឹងប្រឈមមុខនឹងការបោកប្រាស់ជាច្រើនទៀតហើយសម្រាប់អំពីសុខភាពមនុស្សដែលកើតចំឆ្នាំកុរគឺមើលឃើញថាមានភាពគេហៅថាឈឺស្កាត់តិចតួចគ្រុនប្រសាយអីធម្មតាទេអាចនឹងព្យាបាលវិញជាហើយបើចាស់កត្តារបស់គាត់ជាចម្បងតែម្ដងរឿងជំងឺលើសឈាមរឿងជំងឺទឹកនោមផ្អែមនោមប្រៃគួរតែមានថ្នាំបកាជាប់ជានិច្ចមិនថាជំងឺអីទេត្រូវតែធៀមហើយបើមានកម្លាំងកំហែងគ
គួរតែហាត់ប្រាណមួយថ្ងៃ30នាទីទៅ1ម៉ោងទៅដើម្បីបង្កើតថាមពល10%ឲ្យជីវិតយើងកាន់តែខ្លាំងមកវិញហើយហូបអាហារដែលល្អៗជំនួយសុខភាពនោះរឿងទាំងអស់ល្អទាំងអស់ក៏ហត់មកបងប្អូនដែរអញ្ចឹងខ្ញុំសូមជំរាបប្រាប់បន្តទៀតអំពីរឿងរ៉ាវលេខសំណាងពណ៌សំណាងនិងទិសសំណាងលេខសំណាងពណ៌សំណាងទិសសំណាងគឺជារឿងដែលប្រមូលផ្ដុំធាតុវិជ្ជមានប្រមូលផ្ដុំនៅរឿងហេងឲ្យបងប្អូនមកកាន់ជីវិតខ្ទង់30%ដែរបើបងប្អូនរៀបចំត្រូវបងប្អូននឹងទទួលបានលៀបទាំងអស់នោះ30%បូករួមនឹងបងប្អូនបានធ្វើផ្លូវចិត្តផ្លូវកាយល្អទៀតទាំង40%បូក60%ហេងបងប្អូនផ្ទុះលៀប100%ពេញនៅក្នុងខែ12ហ្នឹងចឹងបងប្អូនអាចរៀបចំបានទៅតាមធាតុមង្គលបងប្អូនផ្សេងគ្នាអញ្ចឹងខ្ញុំសូមជំរាបប្រាប់ថាអំពីលេខសំណាងមនុស្សការចំឆ្នាំកុរនៅក្នុងខែ12បងប្អូនគួរតែប្រើប្រាស់លេខ662លេខ662គឺជាលេខមង្គលសម្រាប់មនុស្សការចំឆ្នាំកុរនៅក្នុងខែ12បងប្អូនប្រើប្រាស់លេខហ្នឹងគឺជាលេខដែលតំណាងឲ្យភាពជឿជាក់ទ្រព្យសម្បត្តិនិងអំណាចកើនឡើងអញ្ចឹងវាធ្វើឲ្យបងប្អូនទទួលបាននៅរឿងហេងនិងរឿងស្នេហ៍ចូលមកកាន់បងប្អូនលក់ដូរទៀតមានលេខ26នៅក្នុងដៃកាន់ទៀតបងប្អូនកាន់តែទទួលផលល្អពីរឿងស្នេហ៍តាក់ទី1មកកាន់តែច្រើនលក់ដូរកាន់តែដាច់អញ្ចឹងរឿងនេះគឺហេងមែនតើសម្រាប់បងប្អូនអាចយកលេខនេះបង្កើតជាមួយកុងធនាគារលេខទូរស័ព្ទដៃលេខម៉ូតូលេខឡានថ្មីឬក៏បងប្អូនយកលេខទាំងអស់ហ្នឹងទៅបិទនៅលើតុធ្វើការធ្វើអីក៏បានដែរគឺងាយស្រួលមែនតើ10%បងប្អូនអាចធ្វើទៅបានដោយងាយស្រួលដោយភាពទទួលបានដោយងាយហើយសម្រាប់បងប្អូនក្នុងការសម្រេចចិត្តបងប្អូនអាចសម្រេចចិត្តថ្ងៃទី6ថ្ងៃទី2ថ្ងៃទី26បានក្នុងការបើកអាជីវកម្មនៅក្នុងការប្រជុំធំនៅក្នុងក្រុមហ៊ុនឬការរកស៊ីរបស់បងប្អូនដែលកើតចំឆ្នាំកុរហ្នឹងហើយខ្ញុំសូមជំរាបប្រាប់បន្តទៀតថាអំពីពណ៌សំណាងមនុស្សកើតចំឆ្នាំកុរបងប្អូនគួរតែប្រើប្រាស់ទី1គឺជាពណ៌ស្វាយទី2គឺជាពណ៌ខ្មៅទី3គឺជាពណ៌ខៀវពណ៌ស្វាយពណ៌ខ្មៅពណ៌ខៀវគឺជាពណ៌មួយដែលតំណាងឲ្យភាពជឿជាក់ភាពជោគជ័យនិងភាពរុងរឿងសម្រាប់មនុស្សដែលកើតចំឆ្នាំកុរបងប្អូនអាចយកពណ៌ទាំងអស់នោះទៅប្រើប្រាស់ជាមួយនឹងសម្លៀកបំពាក់ប្រចាំថ្ងៃពណ៌កម្រាលពូកគេងពណ៌តុធ្វើការម៉ូតូឡានឬក៏ខេសទូរស័ព្ទដៃកុំព្យូទ័រជាដើមនិយាយរួមទៅឲ្យពណ៌ហ្នឹងបងប្អូនច្នៃទៅបានឬក៏ពាក់វត្ថុមង្គលដែលទាក់ទងនឹងពណ៌រិស័យអញ្ចឹងបងប្អូនពាក់ទៅជាងកាន់តែដៃក៏បានបាតោងខ្សែកក៏បានគឺពាក់ទៅនឹងទទួលបានផលល្អនិងលាភសំណាង10%ចូលមកកាន់ជីវិតបងប្អូនជាមិនខានអញ្ចឹងនៅក្នុងនោះចំណុចហ្នឹងក៏ងាយស្រួលសម្រាប់បងប្អូនដែរក៏ពណ៌របបលុយក៏បានដែរក៏ជាវត្ថុមង្គលដែលយើងយកលុយទុកដាក់នៅក្នុងហ្នឹងក៏គេហៅថារបស់គេហៅថាទុកដាក់ទ្រព្យដែរហើយរបស់កម្មសេដៃចេះគេហៅថារបស់ស្រូបទាញទ្រព្យអញ្ចឹងវាផ្ទុយពីគ្នាអំពីរបបលុយអញ្ចឹងអានេះស្រូបទាញទ្រព្យរបបលុយគឺទុកដាក់ទ្រព្យអញ្ចឹងបងប្អូនរៀបចំទៅតាមនោះទៅគឺហេងហើយសម្រាប់អំពីទិសសំណាងវិញអញ្ចឹងទិសសំណាងខ្ញុំសូមជំរាបប្រាប់ថាមនុស្សកាត់ចំឆ្នាំកុរនៅក្នុងខែ12បងប្អូនគួរតែប្របាយតុកធ្វើការកន្លែងរកស៊ីតុកលុយអីហ្នឹងទាំងអស់ដែលបងប្អូនអាចបែរបានទាំងក្បាលធនីគេទាំងក្រែគេហ្នឹងទៅចំទិសខាងកើតនិងកើតឈៀងត្បូងខាងកើតនិងកើតឈៀងត្បូងគឺជាទិសដែលផ្ទុះលៀបសម្រាប់មនុស្សកាត់ចំឆ្នាំកុរនៅក្នុងខែ12ខែធ្នូចុងបងប្អូនរៀបចំទៅកន្លែងគេងកន្លែងរកស៊ីកន្លែងតុកធ្វើការហ្នឹងបែរទៅទិសទាំងពីរហ្នឹងបានអញ្ចឹងបងប្អូនគ្រាន់តែស្មានដំទិញដីធ្លីបើកអាជីវកម្មទៅទិសហ្នឹងក៏បានដែរគឺល្អដូចគ្នាតែទិសផ្សេងទៀតដែលឆុងជាមួយមនុស្សកាត់ឆ្នាំកុរដូចជាទិសខាងលិចគឺក្នុងខែ12បងប្អូនបែរទៅរៀបចំបើអាជីវកម្មឬជួសជុលលេអាចនឹងថានឹងនាំផលប៉ះពាល់មកកាន់ជីវិតបងប្អូននឹងស៊យទាំងឡាយរឿងអត់ល្អនៅពេលមង្គលចូលមកកាន់ជីវិតបងប្អូនជាពិសេសគឺបងប្អូនទៅជួសជុលស្វែងបំផ្ទះចឹងទៅទិញដីចំទិសខាងលិចចឹងទៅអញ្ចឹងវាធ្វើឲ្យរាសីនិងចអូនបងប្អូនកាន់តែដាក់ចុះកាន់តែខ្លាំងនៅក្នុងខែ12ហ្នឹងអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ចង់សាកសួរខ្ញុំបាទអំពីបញ្ហាឬក៏អំពីរឿងរ៉ាវមនុស្សកាត់ឆ្នាំកុរបន្ថែមទៀតបងប្អូនអាច comment ខាងក្រោមវីដេអូនោះបានខ្ញុំនឹងជំរាបជូនបងប្អូនរាល់សំណួរនិងរាល់បញ្ហាបងប្អូនចង់ដឹងអញ្ចឹងបងប្អូនអាចថាបើមិនចង់តាក់ទងតាម comment ទេតាម Telegram ខ្ញុំក៏បានដែរជាលក្ខណៈ private ជាលក្ខណៈបុគ្គលក៏បានដែរអញ្ចឹងខ្ញុំនឹងជំរាបជូនប្រាប់បងប្អូនទាំងអស់គ្នាឲ្យបានជ្រាបដូចគ្នាជាចុងក្រោយខ្ញុំបាទសូមអរគុណសូមគោរពលា